น้องมองปอนเติมมือวิดีโอได้ปุกยมจำนายไปกันละทั้งไงเนื้อหมดโอต่างออกดีได้ปุกยมบานโรคบานเนื้อกรมหายหนึ่งไตรคลักละโยมอังแบบนี้ไอ้มองปอนายหายบัทารุชิดไว้เนี่ยมองปอนายยมตันเนียเหมือนเต้นคือถาช่างงันดักเล็กมันมีนเตจ้ะโรคเล็กดักขมิ้นเตให้ลูกบอยยังได้ไปตามปลายพนมโอปลายพนมหมดโอจ้ะให้มีนโดยจีตรุยแรงจ้ะตรุยแกหาทาเฉียงม้อนจมวยนึงหลุจะตัวพนมแล้วก็จนหลุเพาะแวนกลางชมหาแต่เพาะแวนไอให้กรมระบายยังอังให้ได้จมวยนึงบอลมาเตะติดเมาโอ้รู้จิตช่างกับสรีให้นี่ตรุยแรงมองโปนายตรุยแรงให้จดจมวยนึงอาบุกบ่าวใบมันใจบุกบ่าวเนี่ยช่างบ้านด่าตรุยแรงตรุยเองเจ้าโอ้ยช่างคนนึงประมาณนี้บางปอนให้ใช้ช่างตะเมนเตนให้ดักใบเตาตันติดบางปอนเลยไงเนาะยำอัดกรบเตะไงกระไรดักใบเตยจรันติดเตยสลายเตยเปรย์แบบนี้บางปอนให้นี่คือจะกระรึมซ้ำในการบุกบ่าวบ่าวยังใบโยตัยำอันลวยังตามเปรย์คือรวมเมียนมาเตะอังจะจมวยนึงตำอังบกวีจมูกนึงสกอบีเจงมันบัดดักอัมเบลเตบกวีออยมัดประตบมาติดยังทัวกาดักจมูกนึงไตรระบอบยังโจแต่ไตรนี่คือจิตไตรซอไตรไอกับบ้านได้เอาแต่ไตรยังอังเอาจานนึกบองปอนดักจมูกนึงไตรระบอบยังโจบกไตรออยมัดการน่าแต่บกไตรมัดริให้ยังทัวกาดักมาจูสไว้รวมจมูกนึงประหอบโจคือจะการสลายมีสลายได้ดักสลายได้อัดมีสลายได้อัดปัญญาจ้ะช่างโดยขณียัยเลยต้องมาที่ไทยบางปอนต่อแล้วนี้ยังทัวการบกวีไอมัดโจกนี่รุ่ยรอจากการใส่หายยังก็ทัวการจับจมูกนึงสลักเจย์របស់យើងចាจับจมูกนึงสลักเจย์ហើយវិចយកទៅញ៉ាំនៅមាត់អូហើយបងប្អូនដែលធ្លាប់រស់នៅស្រុកស្រែតាមមាត់អូមាត់ព្រែកមាត់អីបែបនេះចាឃើញទិដ្ឋភាពបែបនេះនឹកឃើញទេបងប្អូននេះមកដល់កប៉ះមាត់ត្រីល្មមមាត់អូចាហើយស្វាមីរបស់ខ្ញុំក៏ធ្វើការបងមាត់ត្រីនឹងទៅហើយបងមកស្នាញ់ទុកទៀតទៅចាហើយយើងក៏មិនខកបំណងឡើយចាមកស្នាញ់បានមួយបានអីដែរហើយទ្រាំនឹងបានត្រីនឹងក៏មិនមែនជាការងារដែរបងប្អូនហើយមកស្នាញ់បានមួយបានពីរហូយនិយាយថាបងចង់10 20ស្នាញ់ទ្រាំនឹងបានត្រីឲ្យបងប្អូនមើលនឹងនេះបងប្អូនហើយសប្បាយមែនទែនហើយទៅនឹងមានសិផេះមានអីមានបងខ្ញុំអីដែរមានកូនខ្ញុំដែរដាក់រឹងទៅគេងនៅមាត់អូទៅជាក់លហឹមបងប្អូនហើយស្រួលខ្លាំងមែនទែននេះគឺជាត្រីដែលយើងបងបានមកស្នាញ់នឹងឯងថាមាត់ភ្លាមបងភ្លាមបានភ្លេតហើយអ្នកបោះត្រីមកនឹងក៏គាត់បោះអត់ចង់ផុតទឹកអាត្រីនឹងលោតចង់ចូលទឹកវិសនឹង7គេថាវីដេអូនេះក៏ប្លែកផងអីផងបងប្អូនហើយក៏ដើរទៅក៏ប៉ានលក់ចតុលភ្នំតិចតួចយើងក៏ធ្វើការបេះចាតែនេះក៏មិនបានដាក់វីដេអូបេះឲ្យច្រើនដែរបងប្អូនក៏ប៉ុន្តែមានបេះបានកន្លែងផ្សេងទៀតតែយើងបានដាក់វីដេអូអញ្ចឹងណានឹងធ្វើការបេះចតុលភ្នំរួចក៏យើងទៅធ្វើការបេះត្រួយរាំងចាតែត្រួយរាំងរបស់យើងកំពុងពេញលើសបងប្អូនហើយនេះបងប្អូនណាដែលចង់ទៅរលក់រាំងលក់អីនេះពេញហើយខែនេះចាពងពេញទីហើយពងពេញលេងហើយពងពេញញ៉ាំហើយមកត្រួយគេបងប្អូនហើយឡើងលហួចាហើយជាមួយនឹងត្រួយចតុលភ្នំណាទៀតដែរគេហៅថាត្រួយឈ្នៀងមន់ចានេះគឺជាលក់លេខ1ឆ្ងាញ់ចាសម្រាប់ខ្ញុំតែម្ដងនៅតាមព្រៃបែបនេះហើយនេះគឺយើងបេះបានប៉ុណ្នេះឯងនេះមើលមុខអ្នកបេះហើយនឹងមុខអ្នកថតហើយយើងធ្វើការរៀបចំចង្ក្រានដើម្បីអាំងនេះចង្ក្រានចាយើងកាយដីកាយអីមកទៅរៀបដីទៅរៀបអីហើយបង្កាត់ភ្លើងដាក់ចូលមកដាក់អស់ដាក់អីដើម្បីឲ្យវារងើកបានយកមកអាំងត្រីបងប្អូនមិនមែនថានៅសុកដាក់ចង្ក្រានកេះតែអាំងទេគឺបានបង្កាត់ភ្លើងព្រៃចាឯងទិដ្ឋភាពព្រៃចាឯងបងប្អូនហើយបើថាអស់វិញមិនបបាក់ទៅរយណាទេគឺថាហូយនឹងតែយកតាណាអស់ទេតាមមាត់អូនសិតតែអស់ចាហើយនេះធ្វើការរកោយភ្លើងចេញបន្ទាប់ពីកោយភ្លើងកោយល្ងើកឲ្យវារីកចេញបន្ទាប់ពីវាឆេះអស់អញ្ចឹងណាបងប្អូនហើយក៏ធ្វើការដាក់អាំងត្រីហើយនឹងអាំងក្រុមរបស់យើងតែម្ដងទៅហើយត្រីរបស់យើងអាំងឲ្យក្របអញ្ចឹងទៅដើម្បីវាឆ្អិនសុះសាច់ល្អបងប្អូនហើយប្រែត្រឡប់វាម្ដងជា2ដងទៅឲ្យវាឆ្អិនបានល្អហើយយើងញ៉ាំដើម្បីកុំឲ្យវាហែកទៅចេញឈាមហើយនេះបងប្អូននេះយើងបន្ទាប់ពីក្រុម50មាត់ហើយយើងធ្វើការយកអំបិលម្ទេសដែលយើងបុកមកពីផ្ទះនឹងមកចាដាក់ជាមួយនឹងក្រុមរបស់យើងដែលកំពុង50មាត់នឹងទៅឲ្យវាចូលជាតិគ្នាហូរបងប្អូនហើយឆ្ងាញ់យ៉ាងណានេះអូយបំភ្លេចមិនបានទេរសជាតិមួយនេះបងប្អូនហើយយើងធ្វើការដាក់ឲ្យអស់ទៅមួយហើយមួយទៀតក្របត្រីម្ដងទៀតបន្ទាប់ពីប្រែហើយនេះគឺជាបុកប្រហុកដែលយើងវិចមកមិញហ្នឹងបងប្អូនគឺជាបុកប្រហុកបញ្ជូរស្វាយចាញ៉ាំជាមួយលក់បែបនេះអូដបល់ជាតិចា
នេះរៀបចំដាក់ហើយក៏នឹកឃើញនៅខ្លាញ់លក់នឹងមិនគ្រប់ក៏តកាច់លក់ថែមចាជាការពិតអត់គ្រប់មែនបងប្អូនលក់មិនខ្វះទេកាប៉េះប៉ុន្តែនឹកឃើញនៅបែរជាញ៉ាំអត់ទេចឹងក៏បេះមកល្មមណាយអើយបេះមកមានគ្រប់ណាបងប្អូនហើយនេះគឺជា finally look ដែលយើងបានធ្វើរួចហើយចារួមមានត្រីអាំងចាក្រុមអាំងជាមួយលក់ពី3មុខរបស់យើងនេះបុកប្រហុកជាមួយនឹងគេហៅថាណែចាបុកម្ទេសហើយនឹងជ្រក់ស្វាយដែលយើងមកយកមកពីផ្ទះហ่าបងប្អូននឹងសិតតែធ្វើត្រៀមសគួរមកហើយចាសគួរមកព្រៃអីអញ្ចេះបានរបស់អញ្ចេះអីបងប្អូនអើយជាតិណាហើយបងប្អូនដែលមើលវីដេអូនេះបងប្អូនណាខ្លះដែលលេបទឹកមាត់តាមខ្ញុំសម្រាប់ខ្ញុំវិញបញ្ចូលសលេងនេះមិនដឹងថាលេបទឹកមាត់អស់ប្រហែល100លីត្រទេអូយចានេះឲ្យមើលគេលើកហត់ទឹកអាទឹកក្រុមបងប្អូនទឹកក្រុមតែយើងអាំងទៅវាមានទឹកវាណាអាហ្នឹងលើកហត់មកជាតិណាចាហើយនេះបងប្អូនខ្ញុំក៏ឆ្ងាញ់ដែរហើយក្នុងស្រាប់ពេលហ្នឹងដែរក៏ឲ្យសិផេះឲ្យអីខ្លះដែរចាដោយសារតែគ្នាទៅគ្នាក៏ហត់នឿយដែរអញ្ចឹងណាបងប្អូនយើងធ្វើការញ៉ាំកំដរបរិយាកាសផងហើយស្ដាប់សំឡេងចាបយំផងកូនប្រុសរបស់ខ្ញុំក៏គេងលក់ស្កប់ស្កល់នៅលើរឹងទៀតចាហើយនេះមើលស្វាមីខ្ញុំណាមិនបង្អង់យូរឡើយបងប្អូនដាក់មួយហើយមួយទៀតមួយម៉ាត់ហើយមួយម៉ាត់ទៀតកថាជាតិតែមែនទេណាបងប្អូនហើយសម្រាប់ខ្ញុំគឺខ្ញុំនឹងកម្រងទៅម្ដងទៀតដោយសារតែឆ្ងាញ់បងប្អូនខ្ញុំចង់ទៅម្ដងទៀតចាដល់ពេលខ្ញុំទៅម្ដងទៀតខ្ញុំនឹងធ្វើទ្រង់ទ្រីធំជាងនេះដោយសារលើកនេះទៅសាកទេបងប្អូនហើយមិននឹកស្មានថាវាឆ្ងាញ់ដល់ម្លឹងទេចាទៅសាកហើយទៅលើក្រោយខ្ញុំនឹងធ្វើរៀងទ្រង់ទ្រីធំជាងនេះហើយប្រហែលជាអធិកជាងនេះហើយក៏ឆ្ងាញ់ជាងនេះដែរចាអូយបងប្អូននេះមើលណាឃ្លានបងប្អូនហើយឃ្លានទៀតហើយនេះគឺជាវីដេអូចុងសប្តាហ៍របស់ពួកយើងទេបងប្អូនពួកយើងមិនបានជាទៅរយៈពេលពេញមួយថ្ងៃពេញទេយើងទៅតាកន្លះថ្ងៃនៃថ្ងៃអាទិត្យរបស់យើងអញ្ចឹងក៏យើងបានតែប៉ុណ្នេះឯងមិនបានជាបង្ហាញវីដេអូបងប្អូនច្រើនទេហើយនេះបងប្អូនញ៉ាំជាមួយនឹង admin ប្រុសហើយនឹងបងស្រីរបស់ខ្ញុំហើយនឹងខ្ញុំទាំងអស់គ្នាទៅហើយវីដេអូនេះក៏ពួកខ្ញុំអត់មានអ្វីបង្ហាញច្រើនទេបងប្អូនមានតែប៉ុណ្នេះឯងជាទូទៅវីដេអូរបស់ពួកខ្ញុំចេញទៅបែបវីដេអូស្រែវីដេអូបែបជនបទប្រសិនបើពុកម៉ែបងប្អូនស្រឡាញ់ចូលចិត្តវីដេអូបែបជនបទបែបស្រុកស្រែបែបរបស់ស្រុកស្រែដែលយើងអាចហូបបានអីបងប្អូន follow page មួយដើម្បីតាមដាននៅរាល់វីដេអូរបស់ខ្ញុំបន្តទៀតដោយសារតែពួកខ្ញុំមិនដែលបានទៅធ្វើរបស់ brand អីបងប្អូនមើលទេបានតែរបស់ស្រុកស្រែនៅជុំវិញស្រែស្រុកយើងនឹងឯងពីព្រោះថាយើងក៏មិនមែនជាអ្នកមានធុធាណាដើរទៅហូបរបស់ brand ដល់បង្ហាញបងប្អូនរបស់ brand ទៅក្រៅប្រទេសទៅអីដែរបងប្អូនមានតែញ៉ាំរបស់អញ្ចេះឯងចានេះបងប្អូនឃើញស្រាប់ហើយតែរសជាតិឆ្ងាញ់ណាស់បងប្អូនអើយប្រហែលជាខ្ញុំសម័យថាមិនដឹងថារសជាតិអូម៉ាកាសេយ៉ាងណាទេប៉ុន្តែដឹងត្រឹមថាពួកក្រុមអស់នេះក៏ខ្ញុំគិតថាវាឆ្ងាញ់ណាស់ណាដែរចាឆ្ងាញ់តែមែនទែនមកគិតទៅធៀបទៅបើយើង clean oyster យើងធៀបក្រុមជាមួយនឹងអូម៉ាកាសេទៅចាអូម៉ាកាសេក្រុមជាមួយនឹង oyster ទៅចាហើយយើង clean បង្គាយើងទិញកាពឹសមកបងប្អូនចាដាក់កាពឹសមកវីដេអូលើកមុនខ្ញុំចេញវីដេអូដាក់កាពឹសយើងញ៉ាំកាពឹសទៅចាឧបកិច្ចថាបង្គាទៅហើយយើងក៏ឧបកិច្ចទៅបងប្អូនធ្វើមិនទេអូយបងប្អូននិយាយលេងឯងចានេះបងប្អូនធ្វើការហែកទ្រីបតក់របស់យើងទៅគឺទ្រីបតក់របស់យើងគឺមានលក្ខណៈថាវាឆ្អិនដល់ក្នុងបែបនេះសាច់វាឡើងផ្អែមបងប្អូនហើយដែលវាស្រស់អញ្ចឹងណាគឺឆ្ងាញ់ខ្លាំងមែនទែនហើយដាក់ជាមួយនឹងលក់របស់យើងចាលក់គ្រប់មុខចេះមកហើយដាក់ជាមួយនឹងប្រហុកចេះមកបងប្អូនហើយអូយបងប្អូនហើយសូមអរគុណបងប្អូនចំពោះការស្រឡាញ់ចូលចិត្តតាមដាននៅវីដេអូរបស់ខ្ញុំកន្លងមកហើយក៏សង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តនិងបន្តការស្រឡាញ់ចូលចិត្តហើយបើសិនជាពេញចិត្តវីដេអូកុំភ្លេចចុច like ចុច share ចុច comment ហើយនិង follow page ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីទស្សនានៅថ្ងៃក្រោយបន្តទៀតសូមគោរពអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាហើយជួបគ្នាជាមួយនឹងនាងខ្ញុំនិងគ្រួសារនៅវីដេអូក្រោយៗបន្តទៀតចាសូមអរគុណសូមជម្រាបលា